ថ្ងៃនេះទូព្រមគុំខ្ញុំកណាខ្ញុំមាននៅអត្ថបទថ្មីមួយទៀតទុកជាដើមទុនពុទ្ធិចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់ដែលចាំបាច់និងសំខាន់បំផុតគឺយើងត្រូវតែចេះត្រូវតែដឹងតាក់ទងជាមួយនឹងការរៀបចំដំណើរជីវិតរបស់យើងផងដែរដែលយើងត្រូវមានទុនចំណេះដឹងនេះជាមូលដ្ឋានគ្រឹះចាំបាច់និងចម្បងសម្រាប់ធ្វើការអនុវត្តនៅផែនការកិច្ចការងារក្នុងដំណើរជីវិតប្រកបដោយស្ថិរភាពនិងអាចដល់នៅជោគជ័យចម្រើនសម្រេចដោយល្អប្រសិនបើយើងប្រែក្លាយដំណើរជីវិតរបស់យើងឲ្យទៅជាអ្នកគ្រប់គ្រងដាក់នាំកិច្ចកម្មវិធីឬអង្គភាពកិច្ចការងារណាមួយក៏ដោយក៏រមែងជាអ្នកគ្រប់គ្រងដែលប្រកបដោយឥទ្ធិពលព្រោះយើងជាបុគ្គលមានការពិចារណាយ៉ាងល្អិតល្អន់បានដឹងច្បាស់យល់ច្បាស់ជ្រាបច្បាស់ដោយសារគុណវិសេសដែលសម្រេចមកអំពីពុទ្ធិគឺចំណេះដឹងដែលជាមូលដ្ឋានគ្រឹះក្នុងដំណើរជីវិតនេះឯងប្រហែលដូច្នោះថ្ងៃនេះអត្ថបទមួយដែលមានការពន្យល់វែកញែកអំពីលក្ខណៈសម្បត្តិដ៏វិសេសនៃដំរីមង្គលពិជ័យសង្គ្រាមជាព្រះរាជទីនាំងដ៏ល្អរបស់ព្រះរាជាម្ចាស់ផែនដីធម្មតាអ្នកជាម្ចាស់ផែនដីដាច់ខាតត្រូវតែមានវិសេសនភាពទាំងយានជំនិះដែលជាព្រះរាជទីនាំងក៏ត្រូវមានលក្ខណៈវិសេសវិសាលផងដែរដែលទទួលបានការហ្វឹកហាត់យ៉ាងល្អល្អះអំពីម៉ដំរីឲ្យទៅជាដំរីជំនាញមានលក្ខណៈសំខាន់ដែលដំរីធម្មតាមិនអាចធ្វើបានប្រហែលដូច្នោះថ្ងៃនេះដំរីដែលជាព្រះរាជទីនាំងមង្គលពិជ័យសង្គ្រាមរបស់ស្ដេចផែនដីដែលគ្រប់គ្រងក្នុងអាណាចក្រមួយត្រូវមានលក្ខណៈពិសេស5ប្រការទី1ដំរីមង្គលពិជ័យសង្គ្រាមដែលជាព្រះទីនាំងរបស់ព្រះរាជាត្រូវជាសត្វដែលមានសភាពពូកែក្នុងការស្ដាប់ដោយសេចក្តីថាការចូលកាន់សមរភូមិសង្គ្រាមក្តីគឺរមែងជាសត្វដែលពូកែក្នុងការស្ដាប់ពាក្យបញ្ជារបស់ម្ចាស់នៃខ្លួនទោះបីពាក្យនោះមិនធ្លាប់បានស្ដាប់ពីមុនខ្លះក៏ដោយតែជាសត្វដែលពូកែយល់និងបានស្ដាប់កំណត់ដឹកនៅសេចក្តីនិងអាចត្រាច់ទៅតាមពាក្យនៃម្ចាស់បានដែលម្ចាស់បានបង្គាប់ឬបញ្ជាហើយនេះគឺជាលក្ខណៈពិសេសនៃព្រះរាជទីនាំងមង្គលពិជ័យសង្គ្រាមរបស់ព្រះរាជាជាម្ចាស់ផែនដីទី2ព្រះរាជទីនាំងដំរីមង្គលពិជ័យសង្គ្រាមរបស់ម្ចាស់ផែនដីគឺជាសត្វដែលពូកែក្នុងការប្រហារសត្រូវសេចក្តីថាការចូលទៅកាន់សមរភូមិសង្គ្រាមប្រយុទ្ធជាមួយនឹងបច្ចាមិត្តរមែងជាសត្វបៀតបៀនដំរីជាបច្ចាមិត្តផងបៀតបៀនម្ចាស់នៃដំរីជាបច្ចាមិត្តផងបៀតបៀនអ្នកជិះនៅលើដំរីជាបច្ចាមិត្តផងបៀតបៀននៅសេះរបស់បច្ចាមិត្តផងបៀតបៀននៅអ្នកជិះសេះនោះផងបៀតបៀននៅរត់ទាំងឡាយផងបៀតបៀននៅអ្នកជិះលើរត់បច្ចាមិត្តទាំងឡាយនោះផងហើយបៀតបៀនទាំងពលថ្មើរជើងដែលជាសត្រូវជាបច្ចាមិត្តនោះផងមានសភាពជាសត្វដែលឃ្លាវខ្លាអង្អាចក្នុងការប្រយុទ្ធជាមួយនឹងបច្ចាមិត្តដោយមិនញញើតដោយមិនរួញរាដោយមិនរាថយយ៉ាងដូចនេះឯងជាសត្វឃ្លាវខ្លាណាទៅចាត់ទៅជាព្រះរាជទីនាំងមង្គលពិជ័យសង្គ្រាមរបស់ព្រះរាជាមួយបានទី3ព្រះរាជទីនាំងមង្គលពិជ័យសង្គ្រាមរបស់ព្រះរាជាគឺជាសត្វដែលមាននៅភាពពូកែឆ្លៀសប្រតិពលក្នុងការរក្សាការពារខ្លួនសេចក្តីថាការចូលទៅកាន់សមរភូមិសង្គ្រាមនៅពេលប្រយុទ្ធជាមួយនឹងបច្ចាមិត្តទាំងឡាយដំរីមង្គលពិជ័យសង្គ្រាមរបស់ព្រះរាជានេះ
រមែងជាសត្វដែលពូកែក្នុងការរក្សានៅអវយវៈតូចធំគ្រប់យ៉ាងនៅសរីរៈគ្រប់យ៉ាងទាំងអស់ទោះបីផ្នែកខាងមុខផ្នែកកណ្ដាលផ្នែកខាងក្រោយឬផ្នែកខាងក្រោមខាងលើម្ដេចម្ដារក្សាដល់ទៅម្ចាស់ដែលកំពុងតែជិះនៅលើខ្នងនៃខ្លួនបានទៀតដោយភាពឆ្លៀសប្រតិពលឆ្លៀសវៃអានេះទៅជាព្រះរាជធានមង្គលពិជ័យសង្គ្រាមរបស់ព្រះរាជាមួយបានហើយទី4គឺជាសត្វអត់ធន់ពូកែក្នុងការអត់ធន់សេចក្តីថានៅក្នុងសមរភូមិសង្គ្រាមប្រយុទ្ធជាមួយនឹងបច្ចាមិត្តដំរីមង្គលពិជ័យសង្គ្រាមជាព្រះរាជទីន័ងរបស់ព្រះរាជាស្ដេចផែនដីជាសត្វដែលមានការអត់ទ្រាំបានជាមួយនឹងសូរសន្ធឹកកឹកកងឬក៏សម្លេងស្គរក្នុងសមរភូមិសង្គ្រាមសម្លេងសាំងសម្លេងអ្វីផ្សេងទៀតឬក៏សន្ធឹកកងទ័ពកងពលនៃបច្ចាមិត្តសំបីតែសាស្ត្រាវុធទាំងឡាយមានលំពេងដាវព្រួញជាដើមដែលបង្កគ្រោះថ្នាក់ឬផលប៉ះពាល់ដល់សរីរៈណានីមួយនៃខ្លួនក៏ដោយជាសត្វដែលពូកែក្នុងការអត់ធន់អត់ទ្រាំជាមួយនឹងសត្រាគ្រប់យ៉ាងរបស់បច្ចាមិត្តហ្នឹងហើយនេះគឺជាសភាពអស្ចារ្យដែលដំរីមង្គលពិជ័យសង្គ្រាមជាព្រះរាជទីន័ងរបស់ព្រះជាម្ចាស់ផែនដីមានលក្ខណៈពិសេសប្រសើរលើសដំរីផងនានាដែលមិនធ្លាប់បានវឹកហាត់ដោយល្អទេអញ្ចឹងលក្ខណៈទី4យ៉ាងនេះហើយទី5គឺជាសត្វដែលអាចទៅកាន់ទិសព្រះរាជទីន័ងមង្គលពិជ័យសង្គ្រាមរបស់ម្ចាស់ផែនដីមានការហ្វឹកហាត់យ៉ាងស្ទាត់ជំនាញពូកែឆ្លៀសដែលអាចជ្រាបយល់នៅទិសទាំងឡាយដែលគួរត្រាច់ទៅតាមបញ្ជាឬក៏សកម្មភាពដែលម្ចាស់បានកំណត់ម្ចាស់បានបញ្ជាហើយអាចដឹងថាទិសណាដែលគួរដែលជាសេចក្តីបំណងរបស់ម្ចាស់នឹងត្រាច់ទៅបើពិតទៅដើម្បីជ័យជំនះដើម្បីបង្ក្រាបបានដើម្បីដល់នៅជោគជ័យលើសមរភូមិសង្គ្រាមជាមួយបច្ចាមិត្តទិសណាដែលប្រព្រឹត្តទៅដើម្បីដល់នៅសេចក្តីសុខដល់នៅសេចក្តីចម្រើនពិតនៅក្នុងការប្រយុទ្ធនាសមរភូមិសង្គ្រាមជាមួយបច្ចាមិត្តនេះគឺជាសភាពអស្ចារ្យដែលដំរីមង្គលពិជ័យសង្គ្រាមជាព្រះរាជទីន័ងរបស់ម្ចាស់ផែនដីមួយបានធ្វើការហ្វឹកហាត់ស្ទាត់ជំនាញដល់កម្រិតដែលថាដឹងទិសដែលគួរត្រាច់ទៅដើម្បីជោគជ័យដើម្បីសេចក្តីសុខផងដើម្បីសេចក្តីចម្រើនផងក្នុងសមរភូមិប្រយុទ្ធជាមួយនឹងបច្ចាមិត្តខ្មាំងសត្រូវនៃខ្លួននេះគឺជាលក្ខណៈសម្បត្តិដ៏វិសេសវិសាល5ប្រការដែលដំរីមង្គលពិជ័យសង្គ្រាមព្រះរាជទីន័ងរបស់ព្រះរាជាជាម្ចាស់ផែនដីមានប្រកាសបានហ្វឹកហាត់ស្ទាត់ជំនាញឲ្យដោយល្អនឹងទៅជាព្រះរាជទីន័ងដែលអាចរាប់ថាជាអង្គរបស់ម្ចាស់ផែនដីមួយបានដែលយើងទាំងអស់គ្នាក៏បីសិក្សាក្នុងតម្រាលក្ខណៈនេះជាប្រយោជន៍ក្នុងការគ្រប់គ្រងចាត់ចែងឬស្រាវជ្រាវរើសរកនៅដំរីមង្គលពិជ័យសង្គ្រាមក្នុងពេលដែលចាំបាច់ត្រូវការជាបន្ទាន់ដែលយើងមានសមត្ថភាពអាចគ្រប់គ្រងលើស្ថានភាពនេះបានហើយយើងអាចជ្រើសរើសនៅសត្វដែលមានលក្ខណៈសម្បត្តិអាចនឹងទៅជាមង្គលទៅជាសេរីដកដំសម្រាប់ការអនុវត្តផែនការកិច្ចការងារក្នុងដំណើរជីវិតផងដែរប៉ុន្តែអញ្ចឹងអត្ថបទថ្ងៃនេះនាំយកមកបង្ហើបបង្ហាញដើម្បីបានជាបទសិក្សាពិចារណាស្វែងយល់ឲ្យបានល្អយ៉ាងល្អិតល្អន់សម្រាប់បងប្អូនកូនក្មួយទាំងអស់គ្នាធ្វើការសិក្សាស្វែងយល់និងកំណត់ទុកក្នុងសន្តានចិត្តទុកជាកម្រងសមត្ថភាពពិតមួយដែលយើងត្រូវតែមានសម្រាប់ផ្ទាល់ខ្លួនឯងហើយសម្រាប់ដឹកនាំដំណើរជីវិតនេះឲ្យមាននៅប្រកបដោយភាពជោគជ័យចម្រើនសម្រេចដោយល្អគ្រប់កិច្ចការងារដែលបំពេញធ្វើផងដែរបាទសូមអរព្រគុណនិងសូមអរគុណ